ស្វាគមន៍មកកាន់ Channel និទានយប់ជ្រៅថ្ងៃនេះខ្ញុំមានរឿងមួយចែកជូនអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់គឺរឿងមានចំណងជើងថាខ្មោចតាជេងតោះកុំចាំយូរស្ដាប់ការនិទានទាំងអស់គ្នាតាជេងគឺជាមនុស្សដែលមិនចូលចិត្តធ្វើបុណ្យនិងដាក់ទានចំពោះនរណាឡើយកាលពីគាត់នៅក្មេងគាត់ប្រកបមុខរបរកាប់គោលក់សាច់លុះគាត់ដល់វ័យចំណាស់គាត់ចូលចិត្តផឹកស្រាចូលចិត្តលេងល្បែងជេរស្ដីប្រពន្ធកូនមិនឲ្យចូលផ្ទះឡើយហេតុដូច្នេះប្រពន្ធកូនគាត់ក៏ចាកចេញអំពីគាត់ទៅរស់នៅឯស្រុកឆ្ងាយជាមួយនឹងបងប្អូនសាច់ញាតិរបស់គាត់លុះពេលតាជេងចាស់ជរាគាត់ក៏មានជំងឺឈឺយ៉ាងធ្ងន់គ្មានកូនចៅណានៅក្បែរគាត់ឡើយក្នុងកំឡុងពេលគាត់ឈឺគាត់ចេះតែស្រែកឬសូរសំឡេងដូចគោរោអញ្ចឹងគាត់ស្រែកទាំងយប់ស្រែកទាំងថ្ងៃបណ្ដាលឲ្យរំខានដល់អ្នកភូមិផងរបងជាមួយសម្រានមិនបានសោះនៅជិតទីគាត់មានប្តីប្រពន្ធពីរនាក់ពេលពួកគាត់ឃើញតាជេងស្រែកដូច្នេះពួកគេក៏តែងតែយកបាយសម្លមកជូនគាត់ពិសាជារៀងរាល់ថ្ងៃតែចម្លែកណាស់ពេលដែលគាត់ទទួលទានអាហាររួចហើយគាត់នៅតែស្រែកដោយការឈឺចាប់ដដែលគាត់ចេះតែទាររកស្រាផឹកអ្នកជិតខាងឃើញដូច្នេះក៏ទៅទិញស្រាមកឲ្យគាត់ក៏បានឈប់ស្រែកដូច្នេះពេលដែលគាត់បរិភោគបាយរួចគាត់ត្រូវតែពិសាស្រាបន្ថែមទៀតជារៀងរាល់ថ្ងៃតាជេងគាត់ស្រឡាញ់អ្នកជិតខាងពីរអ្នកប្តីប្រពន្ធនោះណាស់គាត់តែងនិយាយទាំងទឹកភ្នែកថាចៅទាំងពីរតាអរគុណហើយដែលបានមកមើលថែតាបាយសម្លទាំងអស់នេះតាសូមឧទ្ទិសកុសលផលបុណ្យឲ្យទៅចៅកើតជាជាតិណាសូមចៅកុំស្គាល់អត់ស្គាល់ឃ្លានឲ្យសោះអ្នកទាំងពីរក៏ទទួលយកពរសាធុហើយក៏នាំគ្នាត្រឡប់ទៅផ្ទះវិញច្រើនថ្ងៃមកតាជេងក៏ទទួលមរណភាពបាត់ទៅចំណែកឯប្តីប្រពន្ធពីរនាក់ក៏ធ្វើបុណ្យឲ្យគាត់តាមប្រពៃណីដោយយកគាត់ទៅដុតរំលាយសពនៅលើភ្លឺស្រែមួយក្បែរភូមិរបស់គាត់ក្រោយមកក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យមានទឹកដក់គ្រប់ទីកន្លែងបុរសជាប្តីឃើញដូច្នេះក៏ស្ពីចទ្រង់ទៅឆ្លោះកង្កែបដើម្បីចាប់យកមកធ្វើម្ហូបរាល់លើកនៅពេលដែលមានភ្លៀងធ្លាក់គាត់តែងតែទៅរកកង្កែបបានយ៉ាងច្រើនតែនៅថ្ងៃនេះគាត់រកកង្កែបបានតែពីរគត់បុរសនោះក៏ធ្វើដំណើរទៅមុខទៀតរហូតដល់កន្លែងដុតខ្មោចតាជេងពេលនោះគាត់ឃើញកង្កែបមួយយ៉ាងធំកំពុងលោតសម្ដៅមករកគាត់បុរសនោះសប្បាយចិត្តយ៉ាងខ្លាំងក៏ចាប់កង្កែបនោះដាក់ទ្រុងរបស់គាត់ហើយត្រឡប់ទៅផ្ទះវិញលុះព្រឹកឡើងប្រពន្ធក៏ចាប់កង្កែបទាំងនោះមកធ្វើម្ហូបរីឯកង្កែបធំគ្រាន់តែឃើញនាងនោះភ្លាមក៏លោតហក់មិនចេះឈប់សោះចំណែកនាងក៏បានចាប់កង្កែបពីរបីមកធ្វើម្ហូបដោយមិនចាប់អារម្មណ៍អ្វីទាំងអស់នៅពេលរាត្រីនោះនាងក៏សុបិនឃើញថាតាជេងមកឈរយំនៅមុខផ្ទះរបស់នាងក្នុងសុបិននោះនាងបានសួរតាជេងថាលោកតាហេតុអីក៏លោកតាយំខ្លាំងម្ល៉េះតាជេងកាន់តែយំខ្លាំងឡើងហើយប្រាប់នាងថាចៅស្រីក្នុងចិត្តតាស្រឡាញ់ចៅទាំងពីរស្មើនឹងកែវភ្នែករបស់តាពេលដែលតាឃើញចៅប្រុសទៅដល់កន្លែងរបស់តាក៏ប្រុងលុតស្ទុះទៅរកគេដោយការនឹករលឹកព្រោះតាគិតថានឹងបានមកនៅជាមួយចៅហើយបានមករស់នៅជិតពួកចៅតែឥឡូវពួកឯងបែរជាសម្លាប់យើងបាត់ទៅហើយពេលនោះនាងក៏ដឹងខ្លួនឡើងយ៉ាងរហ័សដាស់ប្តីហើយសួរប្តីទាំងយប់ថាណែកង្កែបធំនោះតើបងចាប់វាពីកន្លែងណាប្តីប្រាប់ថាបងចាប់ពីកន្លែងដុតតាជេងប្រពន្ធប្រាប់ថាបងដឹងទេកង្កែបនោះគឺជាព្រលឹងរបស់តាជេងណាបងព្រោះគាត់បានមកពន្យល់សពខ្ញុំអំបញ្ញមិញនេះប្តីប្រពន្ធឮដូច្នោះក៏ភ្ញាក់ព្រឺតដែលឃើញតាជេងចាប់ជាតិជាសត្វកង្កែបគាត់មានការអាណិតនិងតក់ស្លុតចំពោះតាជេងយ៉ាងខ្លាំងរីឯប្រពន្ធក៏ផិតភ័យណាស់ដែលនាំគ្នាបរិភោគសាច់កង្កែបនោះទោះជានាងចង់ក្អួតក៏ក្អួតមិនចេញទោះជានាងចង់យំក៏យំមិនកើតនាងចេះតែមានអារម្មណ៍ទ្រូងញ័រចំប្រក់ជារៀងរាល់ថ្ងៃបណ្ដាលឲ្យសុខភាពរបស់នាងមានការទ្រុឌទ្រោមជាលំដាប់ក្រោយមកប្តីក៏នាំប្រពន្ធទៅពិគ្រោះជាមួយនឹងព្រះសង្ឃអំពីខ្មោចតាជេងព្រះសង្ឃក៏មានសង្ឃដីកាថាសូមឲ្យពួកញោមទាំងពីរជួយធ្វើបុណ្យឧទ្ទិសកុសលឲ្យព្រលឹងតាជេងដែលបានស្លាប់ទៅបន្ទាប់មកពីរនាក់ប្តីប្រពន្ធក៏ត្រឡប់មកផ្ទះវិញពួកគេប្រារព្ធពិធីបុណ្យដោយអញ្ជើញញាតិមិត្តជិតឆ្ងាយមកចូលរួមហើយនិមន្តព្រះសង្ឃវេរជំហានរំលឹកដល់វិញ្ញាណក្ខន្ធតាជេងដែលបានស្លាប់ឲ្យទៅកាន់សុគតិភពកបីឃ្លៀងឃ្លាតឡើយចប់ការទទួលទានស្រាច្រើនពេកបណ្ដាលឲ្យមនុស្សខូចប្រព័ន្ធប្រស័យប្រសាទខាតបង់ប្រាក់កាសខាតបង់ពេលវេលា
នឹងធ្វើឲ្យគ្រួសារបាត់បង់នូវសុភមង្គល និងធ្វើឲ្យមនុស្សខូចសុខភាពទៀតផង សូមឲ្យជួបប្រទះតែសេចក្តីសុខ អរគុណសម្រាប់ការស្ដាប់ និងតាមដានទស្សនានៅក្នុងឆានែលនិទានយប់ជ្រៅ យើងខ្ញុំសូមជម្រាបលា